កាលពីព្រេងនាយមនុស្សស្រីតែងតែជេរញាក់ចូលស្ដីដណ្ដឹងមនុស្សប្រុសនៅភូមិមួយក្មេងស្រីមិនសប្បាយចិត្តនឹងទម្លាប់នេះទេនាងលក្ខិណាជាមេក្រុមនារីបានស្នើទៅញាក់ភូមិប្រុសថាគួរតែផ្លាស់ប្ដូរទម្លាប់នេះលោកជ័យជាមេក្រុមបុរសបានបដិសេធសំណើរបស់នាងលក្ខិណាគាត់ថាមនុស្សស្រីមិនអាចធ្វើអ្វីធំដុំដោយមនុស្សប្រុសបានឡើយបុរសទាំងអស់សុទ្ធតែគាំទ្រលោកជ័យនាងលក្ខិណាមិនបោះបង់ឡើយនាងបានស្នើការប្រកួតប្រជែងមួយតើអ្នកចង់ប្រកួតគ្នាធ្វើភ្នំទេនាងសួរដោយទឹកមុខឆ្លាតវៃអ្នកតាភូមិបានសម្រេចថាក្រុមណាដែលធ្វើភ្នំបានខ្ពស់ជាងនឹងលឿនជាងមុនព្រឹកព្រៀងនឹងឈ្នះបើស្រីឈ្នះប្រុសនឹងត្រូវចូលស្ដីដណ្ដឹងស្រីបើប្រុសឈ្នះស្រីនឹងត្រូវទៅដណ្ដឹងប្រុសវិញពេលថ្ងៃលិចភ្លៀមលោកជ័យនិងក្រុមបុរសក៏ចាប់ផ្ដើមធ្វើការពួកគេមានកម្លាំងខ្លាំងក្លាហើយគិតថាខ្លួននឹងឈ្នះដោយងាយពួកគេម្នាក់ធ្វើការដោយអស់ពីចិត្តចំណែកនាងលក្ខិណានិងក្រុមនារីក៏ចាប់ផ្ដើមធ្វើភ្នំរបស់ពួកនាងដែរពួកនាងធ្វើការដោយភាពរហ័សរហួននិងមានរបៀបរៀបរយគ្មាននរណាម្នាក់ដឹងពីគំនិតរបស់នាងលក្ខិណាឡើយបុរសធ្វើការយ៉ាងមមាញឹកពេញមួយយប់ពួកគេបែកញើសចូលខ្លួនប៉ុន្តែនៅតែបន្តធ្វើការដោយស្វាហាប់ភ្នំរបស់ពួកគេកាន់តែខ្ពស់ទៅឯក្រុមនារីវិញនាងលក្ខិណាបានប្រាប់គំនិតមួយដល់ពួកនាងបាននាំគ្នាដាំបាយនិងរៀបចំចានឆ្នាំងបុរសមិនដឹងថាពួកនាងកំពុងធ្វើអ្វីនោះទេពាក់កណ្ដាលអាធ្រាត្របុរសចាប់ផ្ដើមអស់កម្លាំងភ្នំរបស់ពួកគេខ្ពស់ណាស់ប៉ុន្តែការងារនៅសល់ច្រើនលោកជ័យគិតថាព្រឹកឡើងនៅយូរទៀតនាងលក្ខិណាបានបញ្ជាឲ្យក្រុមនារីដុតភ្លើងឲ្យច្រើនផ្សែងភ្លើងហុយឡើងលើមេឃហើយពន្លឺភ្លើងបានជះទៅលើផ្ទៃមេឃវាមើលទៅដូចជាព្រះអាទិត្យកំពុងរះបុរសនៅម្ខាងទៀតបានឃើញពន្លឺភ្លើងនោះពួកគេគិតថាព្រះអាទិត្យរះហើយខ្លួនចាញ់ការប្រកួតពួកគេបានឈប់ធ្វើការដោយអស់សង្ឃឹមរីឯនាងលក្ខិណានិងក្រុមនារីវិញពួកនាងបានបន្តធ្វើការពួកគេបានបន្ថែមដេកយ៉ាងលឿនទៅលើភ្នំរបស់ខ្លួនគ្មានបុរសណាម្នាក់បានចាប់អារម្មណ៍ឡើយមិនយូរប៉ុន្មានព្រះអាទិត្យពិតប្រាកដក៏រះឡើងលោកជ័យនិងក្រុមបុរសភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេដឹងថាខ្លួនត្រូវបានស្រីបោកបញ្ឆោតហើយភ្នំរបស់នារីបានបញ្ចប់ហើយវាខ្ពស់ជាងភ្នំរបស់បុរសបន្តិចនាងលក្ខិណានិងក្រុមរបស់នាងមានភាពសប្បាយរីករាយជាខ្លាំងបុរសមានការអាម៉ាស់យ៉ាងខ្លាំងពួកគេបានចេញការប្រកួតហើយលោកជ័យមិននឹកស្មានថាស្រីអាចធ្វើបានបែបនេះឡើយអ្នកតាភូមិបានប្រកាសថាក្រុមនារីជាអ្នកឈ្នះនាងលក្ខិណានិងក្រុមរបស់នាងទទួលបានជ័យជំនះដោយសារភាពឆ្លាតវៃបុរសទាំងអស់ត្រូវទទួលស្គាល់ការបរាជ័យនេះចាប់ពីពេលនោះមកបុរសត្រូវតែជាអ្នកចូលស្ដីដណ្ដឹងនារីវិញលោកជ័យបានដើរចូលទៅសុំស្រីធ្វើជាភរិយាវាជាទម្លាប់មួយដោយមនុស្សប្រុសត្រូវគោរពមនុស្សស្រីភ្នំទាំងពីរនេះនៅតែឈរគង់វង្សរហូតមកដល់សព្វថ្ងៃនេះភ្នំស្រីនិងភ្នំប្រុសជាសញ្ញានៃការប្រកួតប្រជែងដ៏គួរឲ្យចាប់អារម្មណ៍នោះរឿងនេះបង្រៀនយើងថាមិនថាប្រុសឬស្រីទេសុទ្ធតែមានភាពឆ្លាតវៃរៀងខ្លួនយើងមិនគួរបង្អាប់មើលងាយនរណាម្នាក់ឡើយហើយរហូតមកដល់សព្វថ្ងៃនេះទម្លាប់នោះក៏នៅតែបន្តមនុស្សប្រុសនៅតែជាអ្នកចូលស្ដីដណ្ដឹងមនុស្សស្រីដើម្បីបង្ហាញការគោរព